ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភ័យទ្រង់គង់ក្នុងនិគមឈ្មោះអាសពុរៈរបស់អ្នកស្រុកអង្គៈទាំងឡាយក្នុងដែនអង្គៈក្នុងសម័យនោះឯងព្រះមានព្រះភ័យទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថាមនាលភិក្ខុទាំងឡាយភិក្ខុទាំងនោះក៏ទទួលស្ដាប់ព្រះមានព្រះភ័យថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះមានព្រះភ័យទ្រង់ត្រាស់ភាសិតនេះថាមនាលភិក្ខុទាំងឡាយអ្នកផងតែងស្គាល់ច្បាស់នៅអ្នកទាំងឡាយថាជាសមណៈដូច្នេះចំណែកអ្នកទាំងឡាយបើមានគេសូថាលោកជាអ្វីតែងបដិញ្ញាខ្លួនថាពួកយើងជាសមណៈមនាលភិក្ខុទាំងឡាយកាលបើអ្នកទាំងឡាយនោះមានឈ្មោះយ៉ាងនេះហើយបដិញ្ញាខ្លួនយ៉ាងនេះហើយមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកបីសិក្សាយ៉ាងនេះថាបដិបទាសំគូដល់សមណៈណាយើងទាំងឡាយនឹងប្រតិបត្តិនៅបដិបទានោះនេះជាឈ្មោះពិតផងជាសេចក្តីបដិញ្ញាពិតផងរបស់យើងទាំងឡាយយ៉ាងនេះមួយទៀតយើងទាំងឡាយបរិភោគនៅចីវរបិណ្ឌបាតសេនាសនៈគិលានបច្ចយៈភេសជ្ជៈប្រខារបស់ជនទាំងឡាយណាសក្ការៈទាំងឡាយនោះដែលជនទាំងនោះបានទំព័រ225បូជាចំពោះយើងទាំងឡាយនឹងជាសក្ការៈមានផលច្រើនមានអានិសង្សច្រើនទាំងបព្វជិរបស់ពួកយើងនេះសោតក៏នឹងមិនទទេគង់នឹងមានផលមានសេចក្តីចម្រើនលេខគ្នាប120ទំព័រ225មនាលភិក្ខុទាំងឡាយភិក្ខុជាអ្នកប្រតិបត្តិនៅបដិបទាដល់សំគូដល់សមណៈតើដូចម្ដេចមនាលភិក្ខុទាំងឡាយភិក្ខុណាមួយមានអភិជ្ជាច្រើនជាអ្នកមិនលះបង់អភិជ្ជាចេញមានចិត្តព្យាបាទជាអ្នកមិនលះបង់ព្យាបាទចេញមានសេចក្តីក្រោធជាអ្នកមិនលះបង់សេចក្តីក្រោធចេញមានសេចក្តីគំនុំជាអ្នកមិនលះបង់សេចក្តីគំនុំចេញមានសេចក្តីលុបគុណគេជាអ្នកមិនលះបង់សេចក្តីលុបគុណគេចេញមានសេចក្តីលើកខ្លួនជាអ្នកមិនលះបង់សេចក្តីលើកខ្លួនចេញមានសេចក្តីច្រណែនជាអ្នកមិនលះបង់សេចក្តីច្រណែនចេញមានសេចក្តីកំណាញ់ជាអ្នកមិនលះបង់សេចក្តីកំណាញ់ចេញមានសេចក្តីអួតអាងជាអ្នកមិនលះបង់អំនួតចេញមានសេចក្តីលាក់ពុតជាអ្នកមិនលះបង់សេចក្តីលាក់ពុតចេញមានសេចក្តីប្រាថ្នាលាមកជាអ្នកមិនលះបង់សេចក្តីប្រាថ្នាលាមកចេញមានសេចក្តីយល់ខុសជាអ្នកមិនលះបង់សេចក្តីយល់ខុសចេញមនាលភិក្ខុទាំងឡាយការមិនលះបង់នៅមន្ទិលរបស់សមណៈនៅទោសរបស់សមណៈនឹងធัวជាអំចត់របស់សមណៈដែលជាទំព័រ226ហេតុញ៉ាំងសមណៈឲ្យកើតក្នុងអបាយនឹងជាបច្ច័យឲ្យរងនៅវិបាកជាទុក្ខក្នុងទុគតិភូមិទាំងនេះចូលចេញហើយតថាគតមិនទាន់ហៅថាអ្នកប្រតិបត្តិនៅបដិបទាដល់សំគូដល់សមណៈទេមនាលភិក្ខុទាំងឡាយដូចជាអាវុធឈ្មោះមតជាលេខយោងអាវុធកើតអំពីធ្វើសត្វឲ្យស្លាប់សេចក្តីថាពួកមនុស្សកោសដែកហើយយកកំទេចដែកនោះទៅលាយនឹងសាច់ឲ្យសត្វក្រៀលនោះបន្ទោបង់អុចរៈសិនរួចក៏ស្លាប់ទៅបើមិនទាន់ស្លាប់ទេគេក៏វាយឲ្យស្លាប់រួចវាពោះយកកំទេចដែកនោះមកលាងទឹកលាយនឹងសាច់ឲ្យក្រៀលស៊ីទៀតធ្វើយ៉ាងនេះអស់7ដងក្នុងទីបំផុតគេយកកំទេចដែកនោះមកឲ្យជាងធ្វើជាអាវុធនោះមុតពេកណាស់គេហៅថាអាវុធឈ្មោះមតជាអដ្ឋកថាមានមុខទាំងសងខាងដែលបុគ្គលធ្វើឲ្យជោគនឹងទឹកហើយសំលៀងលើថ្មរួចសូអាវុធនោះទុកក្នុងស្រោមហើយស្រេះពត់ពន់ជុំវិញមនាលភិក្ខុទាំងឡាយតថាគតពោលនៅបព្វជិរបស់ភិក្ខុនេះថាមានឧបមាដោយអាវុធឈ្មោះមតជានោះដែរ